ជំរាបសួរសួស្តីបងប្អូនជាងចុះចូលម៉ូតូយើងទាំងអស់គ្នាសួស្តីឥឡូវខ្ញុំចង់មកបង្ហាញទៅដល់បងប្អូនទាំងអស់គ្នាដែលកំពុងតែប្រើប្រាស់ជាមួយនឹងម៉ាស៊ីន Scan CTY 500 Pro OVD2 ដែលយើងធ្វើការវិនិច្ឆ័យទៅលើបាទ magnetic ណាឬក៏យើងហៅថាបាទឧបករណ៍ចាប់ជុំម៉ាស៊ីនបាទនេះជា magnetic អញ្ចឹង magnetic យើងមានប្រភេទខ្សែ2និងខ្សែ1ហើយខាងនេះគឺជាប្រភេទបាទ magnetic បាទខ្សែ1បាទអញ្ចឹង magnetic យើងមកយល់ដឹងអំពីចលនានៃការធ្វើការរបស់វាណាតើនៅពេលអត់មាន magnetic បាទនឹងបាទ magnetic មិនដំណើរការវាប៉ះពាល់ទៅផ្នែកណាខ្លះសម្រាប់ magnetic បងប្អូនវាជាឧបករណ៍មួយដែលវាធ្វើការបាទជារលកសញ្ញានៅពេលដែលវឡង់បាទវឡង់ភ្លើងរបស់យើងចាប់ដើមបង្វិលបងប្អូនបាទគឺវានឹងផ្ដល់ជាបាទព័ត៌មានជា volt AC ខ្នាតតូចបាទផ្ដល់ទៅឲ្យ ECU ឬក៏យើងហៅថា magneto បាទបើប្រភេទម៉ូតូប្រើបេនបាទគឺវាមានបញ្ហាទៅលើ magnetic បាទវាអាចនឹងបាត់ភ្លើងទៅ bobin ណាបាទភ្លើង bobin ភ្លើង mozi ហ្នឹងគឺបាទมันអាចមានបានទេណាបាទដោយសារតែឧបករណ៍មួយនេះគឺมันបានផ្ដល់ជារលកសញ្ញាអញ្ចឹងសម្រាប់ magnetic គឺវាវាស់ជាមួយនឹងចង្វាក់បាទជារលកសញ្ញាដើម្បីបញ្ជូនទៅឲ្យ magneto ហើយ magneto ធ្វើការគណនាអំពីចលនាម៉ាស៊ីន4វគ្គបាទនៅក្នុងវគ្គដែលវាត្រូវបាទបញ្ជាភ្លើងបាទទៅឲ្យ bobin បាទចេញពី bobin ទៅ busi បាទគឺចូលទៅក្នុងបន្ទុកស៊ីឡាំងរបស់យើងស្របពេលដែលវាបាញ់ភ្លើងហ្នឹងគឺគេគណនាអំពីបាទDTC របស់វាដែរបងប្អូនណាបាទ TDC របស់វាបាទគឺគេគណនាអំពី DTC TDC របស់វាបាទឲ្យដឹងថាតើវាគួរបាទបាញ់ភ្លើងឲ្យត្រូវបាទតង់ម៉ាស៊ីននឹងធ្វើការទុះឆេះនៅក្នុងតង់ណានៅក្នុងវគ្គណាឲ្យវាស្របទៅនឹងចលនាម៉ាស៊ីន4វគ្គបាទសាំងសុតរបស់យើងណាបងប្អូនអញ្ចឹងថ្ងៃនេះខ្ញុំមកធ្វើការបាទបញ្ជាក់តាក់ទងនឹងការយើងវិភាគទៅលើឧបករណ៍មួយនេះបាទយើងតេស្តទៅលើឧបករណ៍មួយនេះថានៅពេលដែលវាខូចបាទយើងធ្វើដូចម្ដេចទើបយើងដឹងថាវាខូចបាទហើយយើងប្រើអ្វីដើម្បីធ្វើការវាស់វែងអញ្ចឹងជំហានទី1បងប្អូនប្រហែលជាអាចនឹងដឹងហើយប្រភេទ magnetic ណាឬក៏យើងហៅថាឧបករណ៍ចាប់ជុំល្បឿនម៉ាស៊ីននេះបាទគឺយើងវាស់ជាមួយនឹងបាទ5 ម៉ែត្រឬក៏យើងហៅអូម៉ែត្រណាសុំចាប់បន្តិចទៅសិន scan យើងទុកសិនណាបាទសម្រាប់ magnetic ខ្សែ1បាទកម្លាំងអូមវាទាបជាងបាទប្រភេទ magnetic ខ្សែ2ដោយប្រភេទ magnetic ខ្សែ2បាទខ្សែ1នេះគឺវាមានទៅលើប្រភេទម៉ូតូ D លឺណាD លឺហើយខ្ញុំមករាប់បញ្ចូលជាមួយនឹងប្រភេទបាទ Scoopy mini ទេដោយ Scoopy mini វាមានផ្នែកវាផ្សេងវាមាន magnetic វាផ្សេងសម្រាប់បញ្ញាក់ប្រឡងអញ្ចឹងយើងនិយាយអំពីដំណើរការនៃការធ្វើការរបស់វាបាទតើបើវាខូចទាំងស្រុងយើងអាចវាស់បានដឹងទេបាទហើយវាខូចបាទឬក៏វាត្រឹម error ណាយើងអាចវាស់ដឹងអត់អញ្ចឹងជំហានទី1យើងត្រូវយល់ដឹងអំពីបាទ magnetic នេះកម្លាំងអូមតើវាបានប្រមាណបាទជាតួលេខដែលយើងវាស់បានប្រភេទខ្សែ2គឺវាចន្លោះចាប់ពីបាទ240ទៅដល់បាទ280គិតជាបាទគីឡូអូមរបស់វាបងប្អូនណាអញ្ចឹងយើងកាច់មកបាទ2000អូមអូម៉ែត្ររបស់យើងណាបាទយើងកាច់មក2000អូមបន្ទាប់មកគឺយើងធ្វើការវាស់តាយើងវាស់យ៉ាងម៉េចការវាស់អូម៉ែត្រទៅលើកម្លាំងអូមគឺយើងមិនចាំបាច់បាទបដោតទៅលើបូកដកទេបាទគឺយើងវាស់បាទដកនៅខាងណាក៏បានបាទខាងបូកនៅខាងណាក៏បាននៃខ្សែអូម៉ែត្រណាអញ្ចឹងយើងវាស់មកបាទតួលេខយើងបានមកអត់ទេចាក់លើនេះហ្មងបាទ
ok dân dân khơi tha bà mai nhật tích sai pi mùi ní bà cầm lang ôm việc bàn tại mà rồi cao sụp mùi bán ok bà dân cao sụp mùi bởi dương thiệp từ nâng tua lê chạ đánh bà dương rộp chạp pi bà pi rồi sai tại đó bà pi rồi phạt nhưng khơi tha việc tiệp bà khơi tha việc tiệp ná phần tay caoแบบนี้ខ្ញុំចង់បញ្ជាក់ទៅដល់បងប្អូនទាំងអស់គ្នាថាវាមិនជាតួលេខមួយបញ្ជាក់ថាឧបករណ៍មួយនេះខូចឬមិនខូចបានទេអានេះវាគ្រាន់តែជាបាទកម្លាំងនៃតួលេខដែលវាបញ្ជាក់មកនៅលើអេក្រង់របស់អូម៉ែតហើយសម្រាប់ម៉ាញេទិក41តោះឥឡូវយើងមកវាស់ទៅលើម៉ាញេទិក41អញ្ចឹងម៉ាញេទិក41បាទវាបានចន្លោះពីបាទ130ទៅដល់បាទ160គីឡូអូមតាអញ្ចឹងយើងកាច់មកតែ200អូមបានហើយបាទណាអូម៉ែតយើងកាច់មកចន្លោះ200អូមបានហើយឧបករណ៍នេះវាក្រោមបាទតួលេខ200ទេបាទបាទអូខេបានអញ្ចឹងយើងមកវាស់ត្រង់ចំណុចនេះគឺបានបាទ173អូមណាបាទអានេះតួលេខប្រភេទម៉ាញេទិក41បាទណាប្រភេទតួលេខម៉ាញេទិក41ហើយយើងបោះជាគីឡូអូមបងប្អូនតាក់ទងនឹងគីឡូអូមរបស់វានេះគឺជាទំហំនៃការរុំបាទដុំភ្លើងនៅក្នុងហ្នឹងគឺជាប្រភេទដុំភ្លើងបងប្អូនបាទវាយបំបីទៅឃើញណាដុំភ្លើងបាទអញ្ចឹងនេះជាតួលេខដែលបង្ហាញបាទដើម្បីឲ្យបងប្អូនបានដឹងបាទតាក់ទងនឹងការវាស់វែងប៉ុន្តែថ្ងៃនេះខ្ញុំមកណែនាំទៅដល់បងប្អូនទាំងអស់គ្នាតាក់ទងនឹងការប្រើប្រាស់ជាមួយនឹងម៉ាស៊ីន scan បាទដោយយើងមិនចាំបាច់ទៅបោះរុះរើឧបករណ៍ចេញមកទេបងប្អូនបាទយើងប្រើជាមួយនឹងម៉ាស៊ីន scan CGY របស់យើងបាទហើយយើងវាស់នៅលើតួម៉ូតូទាំងស្រុងតែម្ដងបាទអញ្ចឹងប្រសិនបើម៉ាញេទិកមានបញ្ហាយើងគួរមើលដូចម្ដេចបាទហើយនៅពេលដែលម៉ាញេទិកបាទមានបញ្ហាយើងមើលត្រង់ចំណុចណាអញ្ចឹងយើងដូចដឹងស្រាប់ហើយម៉ាញេទិកគឺជាអ្នកចាប់ល្បឿនជុំម៉ាស៊ីនទៅលើប្រភេទម៉ូតូប្រើប៊ិចសាំងណាបាទយើងឃើញថានៅពេលដែលយើងមិនទាន់បានបង្វិលប្រឡងបាទជុំម៉ាស៊ីនរបស់យើងគឺនៅ00អូខេអញ្ចឹងសម្រាប់ថ្ងៃនេះយើងមកប្រើប្រាស់ជាមួយនឹងម៉ាស៊ីន scan របស់យើងដើម្បីធ្វើការវិភាគទៅលើបាទ sensor ចាប់ល្បឿនជុំម៉ាស៊ីនឬយើងហៅថាបាទ magnetic បាទអញ្ចឹងយើងមើលត្រង់ជុំម៉ាស៊ីននេះឲ្យបងប្អូនប្រសិនបើ magnetic ខូចបាទគឺពេលដែលយើងធ្វើការដេរបាទជុំម៉ាស៊ីនគឺมันអាចបាទឡើងបានទេណាបាទហើយយើងមើលឲ្យច្បាស់ទៀតណាបាទប្រសិនបើតាក់ទងនឹងដំណើរការបាទកលើតកាក់កក្រៅវាបើកអស់បាទ ECU ក៏ត្រូវការផ្ដាច់ភ្លើងដោយស្វ័យប្រវត្តិដែរអញ្ចឹងប្រសិនបើយើងដេរទៅបាទតួលេខកន្លែងនេះបាទបានឆ្លើយប្រាប់យើងថាវាមិនដំណើរការនឹងយើងអាចដឹងថាមកពីបញ្ហាម៉ាញេទិកអញ្ចឹងក្នុងករណីដែលវាមិនឡើងតួលេខយើងត្រូវតន់ថាវាមានប្រមាណចំណុចបាទគឺទី1វាមានដាច់ខ្សែបាទឬក៏បាទអាឡុងឌុយចម្លងមិនត្រឹមត្រូវឬក៏អាចមានបញ្ហាខូចទៅលើឧបករណ៍នឹងតែម្ដងតាអូខេឥឡូវយើងសុំដេរបន្តិចណាខ្សោយបរយ